នឹងហើយអ្នកទាំងអស់គ្នាខ្ញុំបានឃើញអត្ថបទល្អមួយដែលเพจMadam Eric គាត់បានធ្វើការផុសដែលមានរូបភាពបែបនេះហើយនឹងខ្លឹមសារអញ្ចឹងខ្ញុំនឹងអានឲ្យអ្នកទាំងអស់គ្នាស្ដាប់ថាតើខ្លឹមសារនឹងល្អយ៉ាងម៉េចខ្លះអញ្ចឹងនេះគឺជាអ្វីដែលយើងគួរតែធ្វើជាប្រចាំថ្ងៃអញ្ចឹងទី1គឺយើងមួយថ្ងៃត្រូវចំណាយពេល20នាទីដើរហាត់ប្រាណអញ្ចឹងបើយើងចំណាយពេល20នាទីជារៀងរាល់ថ្ងៃដើរហាត់ប្រាណគឺវាជួយឲ្យយើងមានសុខភាពល្អទី2មួយថ្ងៃអានសៀវភៅមួយទំព័រឬអត្ថបទថ្មីមួយយើងដឹងហើយថាការអានសៀវភៅគឺជំនួយដល់ខួរក្បាលរបស់យើងធ្វើឲ្យយើងឆ្លាតជាងមុនចេះគិតបានច្រើនជាងមុនហើយដឹងនៅអ្វីដែលថ្មីអញ្ចឹងគឺយើងគួរតែឆ្លៀតអានសៀវភៅមួយទំព័រឬក៏អត្ថបទថ្មីអ្វីមួយនៅក្នុងមួយថ្ងៃចឹងអ្នកដែលគេត្រឡប់អានភាគច្រើនគេអានបានច្រើនណាស់តែយើងអត់សូវប្រកែអាននឹងអាចទម្លាប់ចាប់ផ្ដើមពីមួយទំព័រទី3ទម្លាប់ដើរអង្គុយឲ្យត្រង់ខ្លួនអញ្ចឹងកាលណាយើងទម្លាប់ដើរនិងអង្គុយឲ្យត្រង់ខ្លួនវានឹងជួយឲ្យយើងទទួលបានរាងស្អាតក្នុងយើងអត់កោងទេបើយើងទម្លាប់អោនគឺយើងបាត់ភាពជឿជាក់ហើយរាងរបស់យើងនឹងគឺអត់ស្អាតទេទី4ចាប់ផ្ដើមចាប់ពីយប់ម៉ោង9ទៅមិនញ៉ាំអ្វីទាំងអស់អញ្ចឹងការញ៉ាំចាប់ពីម៉ោង9ទៅគឺវាអត់ល្អដល់រាងកាយវាអាចលើសជាតិស្ករវាអាចប៉ះពាល់ដល់កាពះដល់អីចឹងទៅត្រង់នោមត្រង់អីចឹងទៅអញ្ចឹងគឺយើងគប្បីចាប់ពីម៉ោង9ហ្នឹងទៅយើងមិនគួរញ៉ាំអីទេជាពិសេសគ្រឿងស្រវឹងតែម្ដងទី5មុនចូលគេងមិនញ៉ាំទឹកច្រើនពេកហេតុអីបានជាយើងមិនគប្បីញ៉ាំទឹកច្រើនពេកនៅពេលមុនចូលគេងពីព្រោះការដែលយើងញ៉ាំទឹកច្រើនពេកមុនពេលយើងចូលគេងវាធ្វើឲ្យការដែលយើងឈឺបាត់ជើងតូចហ្នឹងគឺវារំខានដល់ដំណេករបស់យើងដែលការដេកពីប្រឡប់ហ្នឹងគឺវាជាពេលវេលាដែលរាងកាយរបស់យើងជួសជុលកោសិកាចាស់អញ្ចឹងកាលណាយើងញ៉ាំទឹកគឺយើងសម្រាប់អត់បានគ្រប់គ្រាន់ទេគឺយើងនិយាយភាសាសាមញ្ញគឺអត់ងងុយអីចឹងទៅទី6រៀនប្រើក្រែមការពារកម្ដៅថ្ងៃចាអញ្ចឹងស្បែកមុខរបស់យើងបើសិនជាយើងអាចទម្លាប់ល្អក្នុងការប្រើប្រាស់ក្រែមការពារកម្ដៅថ្ងៃគឺវាជួយធ្វើឲ្យស្បែកមុខរបស់យើងអត់ឆាប់ចាស់មានន័យថាក្មេងជាងវ័យទី7គឺរៀនសរសេរអត្ថបទឬថតរូបអញ្ចឹងយើងដឹងហើយថាសម័យនេះគឺជាសម័យបច្ចេកវិទ្យាសម័យដែលគេប្រើប្រាស់វីដេអូដើម្បីរកប្រាក់អញ្ចឹងបើយើងអាចរៀនថតជាវីដេអូអីក៏វាអាចជួយជាចំណូលមួយផ្នែកមួយទៀតដល់យើងដែរទី8ឧស្សាហ៍ទៅអ្នកផ្ទះចាកន្លែងនេះគឺយើងគួរតែគប្បីទៅលេងអ្នកផ្ទះខ្លះដើម្បីបង្កើននូវភាពកក់ក្ដៅហើយកុំឲ្យយើងស្ដាយក្រោយនៅពេលខាងមុខទី9រៀនមើលវីដេអូ TED Talk ទី10មានការងារក្រៅម៉ោងធ្វើចឹងបន្ទាប់ពីការងារដែលយើងមានការងារគោលយើងអត់គួរទុកពេលទៅនេះច្រើនពេកទេព្រោះអីចំណូលយើងក៏នៅខ្វះខាតដែរចឹងយើងអាចធ្វើការងារក្រៅម៉ោងបន្ថែមដើម្បីរកប្រាក់ចំណូលបន្ថែមទៀតឲ្យយើងទី11កុំទម្លាប់លេងហ្គេមពេលទំនេរចូលលេងកីឡាវិញចឹងយើងដឹងហើយថាការលេងហ្គេមអត់ទទួលបានអីមកវិញទេបើយើងអាចលេងកីឡាវាបានផ្ដល់នូវសុខភាពដល់រាងកាយរបស់យើងទី12រៀនរីករាយនឹងបរិយាកាសជុំវិញខ្លួនទី13ញ៉ាំបាយកុំប្រញាប់ចឹងកាលណាយើងញ៉ាំបាយប្រញាប់ពេកវាធ្វើឲ្យយើងខូចកាពះឡើងគីឡូអីចឹងទៅទី14មួយខែកំណត់គោលដៅមួយហើយសម្រេចវាឲ្យបានចឹងយើងមានគោលដៅធំរបស់យើងហើយយើងប្របែកគោលដៅធំយើងនឹងជាគោលដៅតូចៗដើម្បីធ្វើជារៀងរាល់ខែនិងជារៀងរាល់ថ្ងៃទី15រៀននៅជាមួយខ្លួនឯងឲ្យបានច្រើនទី16រៀនជំនាញមួយថ្ងៃរៀងរាល់កន្លះឆ្នាំម្ដងទី17រៀនកំណត់ម៉ោងធ្វើការងារទី18រៀនជំនាញថ្មីអនឡាញនិងយកសញ្ញាបត្រឲ្យបានទី19ទម្លាប់ស្ដាប់សៀវភៅជាជាងស្ដាប់តន្ត្រីទី20រៀនកំណត់ផែនការប្រចាំថ្ងៃខែឆ្នាំទី21រៀនសរសេររឿង3យ៉ាងដែលអ្នកនឹងធ្វើនៅថ្ងៃស្អែកទី22ចូលសិក្ខាសាលាឲ្យបានម្ដងក្នុងមួយខែទី23ចូលរួមជាយុវជនស្ម័គ្រចិត្តជួយការងារសង្គមទី24រៀននិយាយណែនាំខ្លួនឲ្យបានល្អនិងទី25ស្លៀកពាក់និងរៀបចំខ្លួនឲ្យបានត្រឹមត្រូវបញ្ជាក់ឡើងវិញដែរអត្ថបទនេះគឺដកស្រង់ចេញពី Madam Eric ចឹងសម្រាប់អត្ថបទហ្នឹងគឺល្អបើសិនជាយើងអាចធ្វើបានណាទាំងអស់គ្នាព្យាយាមធ្វើម្ដងបន្តិចចឹងយើងនឹងអាចអភិវឌ្ឍខ្លួនយើងទៅកាន់អ្វីមួយដែលល្អដែលយើងចង់បាន